ជំរាបសួរអ្នកទាំងអស់គ្នាតាមមកមើលទេសភាពបៃតងខ្ចីត្រជាក់ភ្នែកនៅតំបន់មួយនេះក្នុងវីដេអូនេះខ្ញុំចង់អញ្ជើញអ្នកទាំងអស់គ្នាចូលមកមើលទេសភាពនៅឯខ្ទមដែលជាតំបន់មួយស្រស់ស្អាតបំផុតនៅភូមិពាយ័ព្យនៃប្រទេសអង់គ្លេសខ្ទមនេះឈ្មោះជាភាសាអង់គ្លេសថា Wood Cottage ហើយវាជាកេរមរតកដែលទទួលបានពីឪពុករបស់ម្ដាយក្មេកខ្ញុំឪពុករបស់ម្ដាយក្មេកខ្ញុំគាត់គឺជាសម្ដេចសង្ឃដែលគ្រប់គ្រងនៅព្រះវិហារគ្រឹះបរិស័ទមួយនៅតំបន់នេះហើយនេះគឺជាផ្ទះរបស់គាត់ខ្ញុំបានរៀបការជាមួយនឹងចៅរបស់គាត់តែខ្ញុំអត់មានសំណាងបានឃើញមុខគាត់ទេពីព្រោះគាត់បានចែកឋានផុតតាំងពីប្រហែលឆ្នាំមុនមកម្ល៉េះតែអ្វីដែលពួកខ្ញុំទទួលបានជាកាដូសម្រាប់ជីវិតមុនក្នុងម្នាក់ដែលអាចចូលមកចំណាយពេលសម្រាប់លំហែកាយគឺខ្ទមដ៏ស្រស់ស្អាតដែលពួកគាត់បន្សល់ទុកឲ្យហើយទីតាំងខ្ទមនេះគឺស្ថិតនៅក្នុង Lake District ហើយនៅក្បែរភ្នំដែលមនុស្សម្នាជាច្រើនចូលចិត្តមកដើរកម្សាន្តនៅទីនេះជាពិសេសការមកឡើងព្រំខ្ពស់ៗនៅតំបន់នេះជីតារបស់ប្តីខ្ញុំដែលជាសម្ដេចសង្ឃនោះគឺគាត់មានកូន3នាក់កូនស្រី2និងកូនប្រុសម្នាក់ដូច្នេះហើយខ្ទមនេះគឺជាកេរមរតករួមបងប្អូនរបស់គាត់ទាំង3គឺចូលរួមចំណែកថែរក្សានិងមកលេងនៅទីនេះបានទាំងអស់គ្នានៅជុំវិញខ្ទមនេះទាំងមុខទាំងក្រោយគឺមានទឹកហូរនៅក្បែរខ្ទមគឺពិតជាស្រស់ស្អាតខ្លាំងណាស់ទឹកប្រឡាយនេះភាសាអង់គ្លេស Counter Stream ហើយវាផ្ដល់ទឹកដែលហូរកាត់គ្រប់ទាំងរដូវកាលទាំងអស់តែម្ដងសូមអរគុណច្រើនអ្នកទាំងអស់គ្នាខ្ញុំជូនពរសុខភាពល្អនិងជួបគ្នាពេលក្រោយ